ដាប់ហេតុផលបន្តិចផងបានទេមុនមាសមេប្រាប់បងថាបាយគ្នាគ្រាន់តែសុំបងមិនមែនទៀមទាបាយគ្នាត្រូវមានហេតុផលស្ដាប់ហេតុផលរត់តែចិនឈឺផ្សាស្ដាប់ដងណាមិនចេញអងហេតុផលប៉ុន្មានដងហើយអូនតែងតែយកយល់ពេលនេះទ្រាំលែងបានហើយហេតុផលមិនចេះចំហេតុផលគួរឲ្យស្អប់រាប់ពីមួយដល់ដងឈប់ឈឺចាំទៀតហើយអងពេលស្ដាប់ហេតុផលអ្វីក៏មិនយល់ឡើយទួងជួលទៀតក៏ដោយក៏អូនមិនចង់ស្ដាប់សុំពេលមួយនាទីព្រោះចិត្តនឹងមិនស្កប់អូនរាប់មួយដល់10អូនថាឈប់ឈឺចាប់សុំតែមួយនាទីមិនដាច់ក៏មិនចង់ស្ដាប់បងស្ពីការឈឺចាប់ព្រោះអងពេលបងស្រាយស្ដាប់ហេតុផលបន្តិចផងបានទេមុនមាសមេប្រាប់បងថាបាយគ្នាគ្រាន់តែសុំបងមិនមែនទៀមទាបាយគ្នាត្រូវមានហេតុផលស្ដាប់ហេតុផលរត់តែចិនឈឺផ្សាស្ដាប់ដងណាមិនចេញអងហេតុផលប៉ុន្មានដងហើយអូនតែងតែយកយល់ពេលនេះទ្រាំលែងបានហើយហេតុផលមិនចេះចំហេតុផលគួរឲ្យស្អប់រាប់ពីមួយដល់ដងឈប់ឈឺចាំទៀតហើយអងពេលស្ដាប់ហេតុផលអ្វីក៏មិនយល់ឡើយទួងជួលទៀតក៏ដោយក៏អូនមិនចង់ស្ដាប់សុំពេលមួយនាទីព្រោះចិត្តនឹងមិនស្កប់អូនរាប់មួយដល់10អូនថាឈប់ឈឺចាប់សុំតែមួយនាទីមិនដាច់ក៏មិនចង់ស្ដាប់បងស្ពីការឈឺចាប់ព្រោះអងពេលបងស្រាយហេតុផលមិនចេះចំហេតុផលគួរឲ្យស្អប់រាប់ពីមួយដល់ដងឈប់ឈឺចាំទៀតហើយអងពេលស្ដាប់ហេតុផលអ្វីក៏មិនយល់ឡើយទួងជួលទៀតក៏ដោយក៏អូនមិនចង់ស្ដាប់សុំពេលមួយនាទីព្រោះចិត្តនេះមិនអូនរាប់មួយដល់10អូនថាឈប់ឈឺចាប់សុំតែមួយនាទីមិនដាច់ក៏មិនចង់ស្ដាប់ស្ពីការឈឺចាប់ព្រោះអងពេលបងស្រាយហើយគ្មានអ្នកស្ដាប់ឈឺចាប់ស្ដាប់មិនចូល